ការបិទទ្វាររយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកបានបញ្ចប់បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំចុះហត្ថលេខាលើច្បាប់ផ្ដល់មូលនិធិដើម្បីបើករដ្ឋាភិបាលឡើងវិញការបិទទ្វាររយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិកបានបញ្ចប់បន្ទាប់ពីប្រធានាធិបតីដូណាល់ត្រាំបានចុះហត្ថលេខាលើច្បាប់ផ្ដល់មូលនិធិដើម្បីបើករដ្ឋាភិបាលឡើងវិញខណៈដែលសភាអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់នេះកាលពីយប់មិញក្នុងសម្លេង222ទល់នឹង209សម្លេងដោយស្ទើរតែគ្រប់គណៈបកសាធារណរដ្ឋនិងគណៈបកប្រជាធិបតេយ្យមួយចំនួនតូចបានបោះឆ្នោតឲ្យយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025បានដឹងថាវានឹងចំណាយពេលមួយរយៈដើម្បីឲ្យអ្វីៗត្រឡប់មកធម្មតាវិញខណៈដែលអ្នកធ្វើដំណើរអាចបន្តជួបប្រទះផលប៉ះពាល់នៃការបិទនៅលើអាកាសយានដ្ឋានដោយជើងហោះហើរក្នុងនិងក្រៅសហរដ្ឋអាមេរិកជាង900ត្រូវបានលុបចោលនៅពេលដែលអ្នកទទួលអាហារនិងទទួលបានអត្ថប្រយោជន៍ពេញលេញរបស់ពួកគេនឹងប្រែប្រួលទៅតាមរដ្ឋនីមួយៗទោះបីជាសេចក្តីព្រាងច្បាប់បង្កើតមូលនិធិថ្មីនៅក្នុងសភានៅថ្ងៃទី30ខែមករាប៉ុន្តែក៏ផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារសំខាន់ៗមួយចំនួនផងដែរតាមរយៈឆ្នាំសារពើពន្ធ2026អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Bright